បងប្អូនប្រកាសជាធ្លាប់ឮមនុស្សមួយចំនួនរួមទាំងខ្ញុំផងដែរតែតែនិយាយអំពីជីវិតរស់នៅដ៏លំបាកនៅក្នុងសហរដ្ឋអាមេរិកនៅទីនេះពួកយើងធ្វើការងារច្រើនអ្វីទៅយើងរកលុយបានច្រើនមែនក៏ប៉ុន្តែការចំណាយនៅទីនេះគឺវាច្រើនអញ្ចឹងពេលខ្លះគឺស្ទើរតែចំណាយអស់ទៅវិញអត់មានសល់ប្រហែលនោះទេនៅទីនេះពួកយើងអត់សូវជាមានពេលវេលាសប្បាយជួបជុំច្រើនដោយបងប្អូននៅខ្មែរមួយចំនួនទេហើយក្រៅពីនេះទៀតគឺយើងតែងតែជួបជាមួយនឹងរឿងដ៏លំបាកថ្មីប្រឈមជាមួយនឹងវប្បធម៌រស់នៅចំណុចជាតិសាសន៍ដែលយើងពិបាកនឹងទទួលយកបាទមួយចំនួនណាហើយជាមួយនឹងអាកាសធាតុដែលខុសប្លែកពីនៅស្រុកយើងក៏ដូចជារឿងរ៉ាវជាច្រើនទៀតក៏ប៉ុន្តែទោះជាយ៉ាងណាពួកយើងនៅតែតស៊ូរស់នៅទីនេះដោយសារតែអ្វីបើយើងបាត់បង់ក៏ដូចជាជួបជាមួយនឹងបញ្ហាលំបាកជាច្រើនក៏ពិតមែនក៏ប៉ុន្តែអ្វីដែលយើងទទួលបានមកវិញនោះគឺវាពិតជាច្រើន